សួស្តីថ្ងៃនេះខ្ញុំសូមលើកយកប្រធានបទសញ្ញារោគសញ្ញានៅលើកញ្ចក់ដែលឆ្លុះបញ្ចាំងពីជំងឺនៅខាងក្នុងរបស់បងប្អូនហើយទី1គឺខ្ញុំសូមលើកយក clubbing finger គឺជាជំងឺដែលកញ្ចក់ឡើងរឹងប៉ោងហើយបងប្អូនអាចឃើញឡើងកោងនិងរលោងរោគសញ្ញានេះជាសញ្ញាបញ្ជាក់ថាបងប្អូនអាចមានជំងឺបេះដូងពីកំណើតឬក៏ជំងឺតាក់ទងជាមួយនឹងជំងឺសួតក៏ដូចជាជំងឺមហារីកតុងសួតដែរហើយសូមបញ្ជាក់ថាជំងឺ clubbing finger នេះគឺជារោគសញ្ញានៃជំងឺបេះដូងហើយនិងជំងឺសួតទី2គឺ koilonychia ឬក៏ spoon shaped nail គឺជារោគសញ្ញាកញ្ចក់ដែលយើងកោងនៅខាងកណ្ដាលដូចជាស្លាបព្រាយើងអញ្ចឹងរោគសញ្ញារបស់ koilonychia ឬក៏ជំងឺកញ្ចក់រាងដូចស្លាបព្រាគឺជារោគសញ្ញានៃការកង្វះជាតិដែកជំងឺតាក់ទងជាមួយនឹងគ្រាប់ឈាមផ្សេងៗដែរទី3 bowline គឺជាបន្ទាត់ខ្សែកាត់កញ្ចក់យើងបែបទទឹងហើយអាចឡើងជាកន្ទួលនៅពេលដែលយើងស្ទាបគឺជារោគសញ្ញាបញ្ជាក់ទៅលើការរងរបួសទៅលើការដែលយើងប៉ះពាល់ជាមួយនឹងសីតុណ្ហភាពរយៈពេលយូរក៏ដូចជាបងប្អូនដែលមានជំងឺ renal disease គឺជាជំងឺដែលមានវិបត្តិទៅដល់សរសៃឈាមដែលរួមទូចក្នុងការមកចិញ្ចឹមនៅផ្នែកខាងចុងនៃកញ្ចក់នោះអត់គ្រប់គ្រាន់ទី4 splinter hemorrhage គឺជារោគសញ្ញាមួយដែលចេញជាខ្សែឆ្នូតប៉ុន្តែខ្លីពណ៌ខ្មៅហើយទូចនៅពីក្រោមកញ្ចក់របស់បងប្អូនហើយនេះគឺជារោគសញ្ញាមួយដែលបងប្អូនមិនគួរមើលរំលងដោយសារតែយើងអត់មានបទពិសោធន៍នៃការប៉ះទង្គិចទេហើយចេញរោគសញ្ញាខ្មៅនៅក្រោមកញ្ចក់នេះក៏អាចជារោគសញ្ញារបស់ជំងឺរបៀបប្រេះបេះដូងដែលយើងហៅថា subacute bacterial enterocolitis ឬក៏ជំងឺរាងកាយដទៃទៀតទី5 leukonychia ឬក៏យើងហៅថាជំងឺឡើងជាផ្កាកញ្ចក់សនៅកញ្ចក់ហ្នឹងអាចជាជំងឺរលាកថ្លើមរ៉ាំរ៉ៃជំងឺតម្រង់នោមឬក៏យើងហៅ nephrotic syndrome ដែរទី6គឺនិយាយអំពីជំងឺ onycholysis គឺជាការហើបរបស់ nail plate ដែលយើងហៅថាកញ្ចក់យើងហ្នឹងជាមួយនឹង nail bed ដែលជាបាតរបស់កញ្ចក់អញ្ចឹងនៅពេលដែលសញ្ញាទាំងពីរហ្នឹងហើបចេញពីគ្នាហើយយើងអាចមានប្រវត្តិបុកទង្គិចពីមុនមកទេវាជាសញ្ញាបញ្ជាក់ថាបងប្អូនអាចមានជំងឺ psoriasis ឬក៏ជំងឺកុំពណ៌សដែលជាជំងឺសើស្បែករ៉ាំរ៉ៃមួយទៀតសោតសញ្ញានេះក៏ជាសញ្ញានៃការលើសអុកម៉ូនក៏ពេញបកដែលភាសាបច្ចេកទេសគេហៅថា hyperthyroidism ផងដែរទី7គេហៅ Moore-Case line គឺជាបន្ទាត់ខ្សែឆ្នូតស2ដែលកាត់ទៅទាំងស្បែករបស់យើងហើយរោគសញ្ញានេះអាចជាសញ្ញានៃការខ្វះជាតិ albumin ឬក៏ជាតិសាច់នៅក្នុងខ្លួនភាគច្រើនយើងឃើញនៅលើអ្នកជំងឺដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃចឹងបើសិនជាបងប្អូនមានរោគសញ្ញាបែបខ្សែបន្ទាត់ស2កាត់ទៅទាំងស្បែកដូចខ្ញុំបង្ហាញនៅក្នុងរូបភាពហ្នឹងបងប្អូនអាចអញ្ជើញទៅរកគ្រូពេទ្យដើម្បីធ្វើតេស្តរកមើលជំងឺខាងក្នុងផ្សេងទី8យើងហៅ half and half nail គឺកញ្ចក់យើងធម្មតាគឺពណ៌ក្រហមហើយយើងមានបន្ទាត់ដូចជាខ្សែដូចជា crescent នៅពណ៌សនៅពីក្រោមប៉ុន្តែ half and half nail គឺមកជាហៀងគឺមកកណាត់ពណ៌សមកកណាត់ពណ៌ក្រហមនេះគឺជារោគសញ្ញាមួយដែលបញ្ជាក់ថាបងប្អូនអាចមានជំងឺតម្រង់នោមរ៉ាំរ៉ៃជំងឺខ្វះប្រូតេអ៊ីនជំងឺក្រិនថ្លើមឬក៏កង្វះជាតិស័ង្កសីជាដើមហើយតើតើជាមួយនឹងជំងឺ yellow nail syndrome ទី9គឺជាជំងឺដែលឡើងកញ្ចក់ឡើងក្រាស់រោគសញ្ញាកញ្ចក់ឡើងក្រាស់ហើយពណ៌លឿងហើយវាអាចតកតងជាមួយនឹងការលូតលាស់យឺតមែនទែននេះគឺជាជំងឺរោគសញ្ញារបស់ជំងឺរលាកភ្លើងដង្ហើមផងដែរសម្រាប់ red lunula ជាធម្មតានៅផ្នែកពណ៌សនេះយើងហៅ lunula គឺជាផ្នែកដែលពណ៌ទៅពណ៌សប៉ុន្តែមានរោគសញ្ញាខ្លះអ្នកជំងឺប្រែទៅជាពណ៌ក្រហមវិញយើងហៅ red lunula គឺជារោគសញ្ញាដែលប៉ះពាល់ទៅលើជំងឺរ៉ាំរ៉ៃកម្រមួយចំនួនដល់រាងកាយរបស់យើងទៀតអាចជាតកតងជាមួយនឹងជំងឺ lupus ដែលជាជំងឺកម្រហើយជំងឺ lupus នេះយើងមានជា systemic មានន័យថាវាប៉ះពាល់រាងកាយទាំងមូលហើយនឹង cutaneous វាប៉ះពាល់តែផ្នែកស្បែករបស់យើងទេហើយតកតងជាមួយនឹងរោគសញ្ញារបស់ជំងឺរំរ៉ាំនោមរ៉ាំរ៉ៃហើយនឹងជំងឺរលាកស្បែកនិងសាច់ដុំគេហៅជំងឺ dermatomyositis អញ្ចឹងនៅពេលដែលបងប្អូនលូនដុល្លារផ្នែកពណ៌សនេះឡើងទៅជាពណ៌ក្រហមបងប្អូនសូមមេត្តាទៅរកគ្រូពេទ្យដែលនៅជិតបងប្អូនដើម្បីធ្វើតេស្តរកមើលជំងឺនៅខាងក្នុង11 pitting nail គឺជារោគសញ្ញាដែលមានបន្តសញ្ញាត្រុតនៅលើកញ្ចក់ដោយដែលយើងយកតែគោលមកដំត្រុតចឹងប៉ុន្តែយើងអាចមានរបួសពីមុនដែរហើយរោគសញ្ញានេះគឺជារោគសញ្ញារបស់ជំងឺកុំពណ៌សដែរគេហៅ psoriasis ឬក៏ជំងឺ psoriatic arthritis គឺជាជំងឺរលាកសន្លាក់របស់ជំងឺកុំពណ៌ស
ក៏ដូចជាជំងឺតអកមួយចំនួនគេហៅ atopic dermatitis ក៏ផ្ដល់រោគសញ្ញាទៅលើពិធីនៅទ្រុឌនៅក្រចកដែរទី12រោគសញ្ញាគេហៅ onycholitis គឺជារោគសញ្ញាដែលអ្នកជំងឺកញ្ចក់របស់អ្នកជំងឺអាចញែកជាពីរនៅឆ្នោតតាមម្ដងឬក៏អត់បានញែកពីគ្នាប៉ុន្តែស្ទាបទៅបងប្អូនឃើញមានកទួលប៉ុន្តែចេញជាត្រវែងតាមបណ្ដោយនៃកញ្ចក់នេះគឺជារោគសញ្ញានៃការកង្វះជាតិដែកហើយនឹងជំងឺពីខាងក្នុងដែរទី13រោគសញ្ញាកញ្ចក់ដែលមិនគួរមើលរំលងគឺ melanonikia ដែលយើងឃើញថាកំពុងតែ viral មែនទែននៅលើសង្គម social media នៅក្នុងប្រទេសរបស់យើងគឺរោគសញ្ញា melanonikia គឺមានសញ្ញាឆ្នោតខ្មៅវែងនៅខាងក្រោមកញ្ចក់ហើយរោគសញ្ញានេះអាចជាជំងឺធម្មតាអាចជារោគសញ្ញានៃខ្វះការកង្វះជាតិដែកឬក៏ជំងឺប្រពេញបកប៉ុន្តែបងប្អូនមិនគួរមើលរំលងព្រោះអាចជាជំងឺមហារីកដែលយើងហៅថា melanoma តើធ្វើម៉េចទើបដឹងថាបងប្អូនមានជំងឺទាំងអស់ហ្នឹងគឺយើងអាចទៅធ្វើការពិនិត្យរកមើលជំងឺទាំងអស់ហ្នឹងតាមរយៈទៅជួបជាមួយគ្រូពេទ្យជំនាញដូចជាគ្រូពេទ្យសត្វស្បែកជាដើមហើយគ្រូពេទ្យសត្វស្បែកបើសិនជាមានឃើញសញ្ញាឆ្នោតខ្មៅបែបនេះអត់មានប្រវត្តិបុកទង្គិចពីមុនអាចជាការសង្ស័យនៃការធ្វើ skin biopsy នឹងការឆាប់យកផ្នែកខ្លះនៃកញ្ចក់ដើម្បីយកទៅធ្វើរោគវិនិច្ឆ័យឬក៏គាត់អាចប្រើ dermoscope ដែលជាឧបករណ៍ឆ្លុះមើលស្បែកហើយបច្ចេកទេសទាំងនេះអាចជួយបងប្អូនរករោគវិនិច្ឆ័យបាន